សួស្តីពេលព្រឹកទាំងអស់គ្នានិយាយឲ្យចំទៅឥឡូវនេះក្នុងខ្ញុំឈឺខ្លាំងណាស់ហាក់ដូចជាត្រូវបានគេបត់បែនចុះឡើងដោយក្រដាសអូរីកាមីអញ្ចឹងដែរគឺថាវាអស់កម្លាំងលេងរួចហើយប៉ុន្តែដំណឹងល្អគឺថាទុកនៅទីនោះនៅឡើយហើយនោះជារឿងសំខាន់បំផុតដែលអ្នកចង់ឃើញនៅពេលមកបោះជំរំតាមទុកនៅតាមកោះទាំងនេះព្រោះបើទុកបាត់ទៅគឺយើងចប់ហើយនិយាយទៅខ្ញុំធ្លាប់គេងលក់បានស្រួលជាងនេះដែរប៉ុន្តែចាំសួរពួកអ្នកស្រុកនៅទីនេះមើលថាពួកគេគេងយ៉ាងម៉េចដែរយប់មិនគេងលក់ស្រួលទេកុំកុហកខ្ញុំណាគេងលក់ស្រួលមែនទេហាហាយប់មិញមានខ្យល់បក់ខ្លាំងហើយហាក់ដូចជាអាកាសធាតុបានប្រែប្រួលដែរសង្ឃឹមថាយើងនឹងមិនជួបព្យុះធំនៅថ្ងៃនេះទេឥឡូវនេះយើងរៀបចំសម្ភារៈរួចរាល់ហើយឃើញទីតាំងបោះជំរំហាក់ដូចជាស្ងាត់ជ្រុងហើយក៏ដល់ពេលដែលត្រូវឡើងទូកដែរថ្ងៃនេះយើងត្រូវធ្វើដំណើរផ្លូវឆ្ងាយហើយក៏ត្រូវរកមើលថាតើយើងអាចរកទិញអាហារតាមផ្លូវបានដែរឬទេវាគឺជាការធ្វើដំណើរដ៏វែងឆ្ងាយមួយប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់យើងទើបតែចូលមកដល់តំបន់ទឹកស្ងប់ឡាយ៉ុននេះបន្ទាប់ពីបានឆ្លងកាត់ច្រកសមុទ្រធំមួយដែលមានរលកបក់ខ្លាំងនិយាយតាមត្រង់ទៅខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកដល់តំបន់ទឹកស្ងប់ដ៏ស្រស់ស្អាតនេះទេសភាពនៅទីនេះមើលទៅដូចជាតំបន់ដែលមានដើមដូងច្រើនវាហាក់ដូចជាមិនសូវមានពណ៌បៃតងខ្ចីទេប៉ុន្តែមានលក្ខណៈបែបតំបន់ត្រូពិកហើយមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ឥឡូវនេះពួកយើងទើបតែមកដល់បឹងទឹកដ៏អស្ចារ្យនេះហើយនេះគឺជាកន្លែងដែលពួកយើងនឹងបោះជំរំសម្រាប់ថ្ងៃទី2នៅទីនេះមានទឹកថ្លាឆ្វេងដាំត្នោតនិងប្រព័ន្ធព្រៃកោងកាងដែលជាជម្រកដ៏សុវត្ថិភាពសម្រាប់ត្រីដែលមកពីសមុទ្រនិងហែលចូលមកទីនេះហើយនៅក្នុងព្រៃកោងកាងនេះឯងគឺជាកន្លែងដែលពួកវាបង្កាត់ពូជពងនិងលូតលាស់វាដើរតួជាកន្លែងថែទាំកូនត្រីឲ្យរឹងមាំមុនពេលពួកវាធ្វើដំណើរចេញទៅកាន់សមុទ្រជ្រៅប៉ុន្តែពួកយើងត្រូវញ៉ាំអាហារឲ្យបានឆ្ងាញ់និងគ្រប់គ្រាន់សិនព្រោះថ្ងៃស្អែកពួកយើងត្រូវធ្វើដំណើរទៅកាន់កន្លែងដ៏ស្រស់ស្អាតបំផុតមួយទៀតពួកយើងបានធ្វើដំណើរយ៉ាងឆ្ងាយដូច្នេះពួកយើងត្រូវការធម្មពលហើយខ្ញុំគិតថាពួកគេនឹងបង្ហាញយើងនៅបច្ចេកទេសដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនដែលរៀនពីអ្នកនេសាទចាស់ពួកគេបានបង្កើតរៀនសម្រាប់ដាក់អាំងអាហារដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងអ្វីដែលពួកយើងបានធ្វើកាលពីយប់មិញដែរពេលដែលផ្លែដូងនៅខ្ចីជាធម្មតាវាមានរសជាតិហាក់ដូចជាមានឧស្ម័នវេស៊ីនិងមានរសជាតិផ្អែមខ្លាំងហើយនោះគឺជាអ្វីដែលយើងចង់បានវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ពេលឃើញគេឡើងដាំដូងព្រោះគេប្រើផ្នែកខាងលើនៃដាំដូងនោះជាចំណុចទឹកទម្ងន់ឬជាកន្លែងសម្រាប់ទុកខ្លួនខណៈពេលដែលខ្ញុំកាប់វាទម្លាក់ចុះមកដោយប្រើកាំបិតដូច្នេះនៅពេលដែលពួកគេមកនៅលើកោះទាំងនេះហើយជាអ្វីដែលពួកគេមានសម្រាប់ទទួលទានជាទឹកពួកគេរស់នៅដោយពឹងផ្អែកលើផ្លែដូងនិងត្រីអរគុណច្រើនបងប្រុសដែលបានឡើងមកទីនេះតោះយើងទៅអូពិតជាអស្ចារ្យណាស់មិត្តសម្លាញ់ធ្វើបានល្អណាស់បងប្រុសបើខ្ញុំឡើងទៅលើដើមឈើនោះប្រហែលជាត្រូវដុតឆ្អិនមិនខានដោយសារកម្ដៅថ្ងៃដូច្នេះខ្ញុំទុកឲ្យពួកគាត់ធ្វើវិញល្អជាងព្រោះពួកគាត់ពិតជាជំនាញខាងនឹងណាស់អរគុណច្រើនបងប្រុសដើម្បីយកសាច់ដូងចេញមកក្រៅគេប្រើសម្បកដូងមកធ្វើជាស្លាបព្រារួចឆ្កេះចូលទៅក្នុងសាច់ដូងហើយដួសវាចេញមកធ្វើបែបនេះយើងនឹងទទួលបានសាច់ដូងដ៏ល្អឥតខ្ចោះយើងបានញ៉ាំដូងអស់ពី3ផ្លែហើយមានអារម្មណ៍ស្រស់ស្រាយខ្លាំងប៉ុន្តែយើងនៅមានភារកិច្ចត្រូវធ្វើទៀតគឺយើងនៅមិនទាន់មានអ្វីសម្រាប់អាហារពេលល្ងាចនៅឡើយទេដូច្នេះវាដល់ពេលដែលត្រូវចាក់ចេញពីកោះនេះដើម្បីទៅរកមើលថាអាចរកអ្វីបានខ្លះយល់ហើយមិត្តភក្តិយើងបានរៀបចំកន្លែងបោះជំរំនៅត្រង់នោះហើយយើងនឹងបង្ហាញអ្នកទាំងអស់គ្នានៅពេលក្រោយប៉ុន្តែឥឡូវនេះយើងបានយកកាំភ្លើងបាញ់ត្រីមកជាមួយដើម្បីទៅរកអ្វីមួយសម្រាប់អាហារពេលល្ងាចតើបងយល់យ៉ាងណាដែរយើងទៅរកត្រីល្អទេត្រី Spanish mackerel មែនទេត្រី Spanish mackerel នឹងហើយដែលគាត់ចង់បានយល់ព្រមយើងនឹងទៅរកត្រី Spanish mackerel តោះទៅនេះគឺជាការប្រមាញ់របស់ពួកយើងនៅថ្ងៃទី2នេះបងប្អូនតោះមើលត្រីនេះចុះវាពិតជាស្រស់ស្អាតតែគួរឲ្យស្ដាយវាខ្លាចជាចំណីយើងហើយមើលត្រីនេះចុះវាពិតជាស្រស់ស្អាតតែគួរឲ្យស្ដាយវាខ្លាចជាចំណីយើងហើយ
ដូចជាមិនស្រួលទេមានត្រីឆ្លាមកំពុងហែមករកយើងហើយអាសន្នហើយពេលនេះសង្ឃឹមថាវាមិនមករកយើងធ្វើជាចំណីវាទៅចុះសំណាងវាមិនខ្វះចំណីឥឡូវវាភ័យរត់ទៅបាត់ហើយហាឈួតមែនទែនខ្ញុំគ្រាន់តែកាន់កាំភ្លើងឲ្យគាត់សោះស្រាប់តែត្រីឆ្លាមនឹងវាចូលមកថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យបំផុតមួយសម្រាប់ការមុជទឹកហើយពួកយើងចាប់បានត្រីថ្មប៉ព្រះទឹកដ៏ស្រស់ស្អាតមួយចំនួនដែលត្រីខ្លះខ្ញុំមិនធ្លាប់ចាប់បានពីមុនមកសោះក្នុងជីវិតសូមមើលត្រីមួយនេះវាជាប្រភេទត្រី Gazelle fin snapper គឺត្រីដែលមានព្រុយខ្នងវែងដូចក្តោងដែលមានព្រុយនៅផ្នែកខាងក្រោយអូសតាមក្រោយពេលវាហែលទឹកហើយរូបរាងក្បាលរបស់វាពិតជាប្លែកខ្លាំងណាស់ក្រៅពីនេះយើងក៏ចាប់បានត្រីគឺ Midnight Snapper ក៏ដែរដែលពួកវាស់រស់នៅក្នុងតំបន់ទឹកតំបន់ត្រូពិកនេះពួកវាមានភ្នែកពណ៌លឿងភ្លឺច្បាស់ដែលជួយឲ្យមើលឃើញពន្លឺបានល្អដាំបីអាចរកចំណីនៅពេលយប់ហើយមានពណ៌សម្បូរដ៏ប្លែកភ្នែកនៅលើផ្ទៃមុខរបស់វាយើងក៏ចាប់បានត្រីមួយក្បាលទៀតដែលមានច្រមុះវែងដែលគេហៅថា Long Nose Emperor គឺត្រីអធិរាជច្រមុះវែងវាស៊ីចំណីដោយប្រើច្រមុះវែងនោះដើម្បីរៀបរាប់បង្គាសត្វសម្បកក្រាស់ដូចជាក្តាមឬបង្គានិងរបស់ផ្សេងទៀតនៅក្នុងខ្សាច់ហើយនេះជាលើកដំបូងហើយដែលខ្ញុំចាប់បានត្រីប្រភេទនេះសង្ឃឹមថាថ្ងៃស្អែកយើងនឹងអាចទៅដល់កោះ Virgin Islands ហើយបានញ៉ាំអាហារឆ្ងាញ់បន្ទាប់មកនៅថ្ងៃស្អែកអ្វីនឹងកាន់តែរំភើបនិងអស្ចារ្យព្រោះយើងនឹងចេញទៅចាប់ត្រីយក្សធំទៀតនៅក្នុងតំបន់ថ្មីសោះលៀងដែលជាកន្លែងមិនធ្លាប់មានមនុស្សទៅរុករកពីមុនមកភ្លើងនៅទីនេះលើកោះអែមណាស់បងប្រុសធ្វើបានល្អណាស់មិត្តសម្លាញ់មានទាំងដាំដូងទឹកសមុទ្រពណ៌ខៀវស្រងាត់ហើយនឹងភ្លើងទៀតនេះហើយជាមូលហេតុដែលយើងទៅបោះជំរំនៅលើកោះគាត់ប្រហែលជាកំពុងចម្អិនអាហារហើយនៅពេលនេះអូអ្នកទាំងអស់គ្នានៅលើកោះនេះមានមូសនិងសត្វរុយខ្សាច់ sandflies ច្រើនណាស់ដូច្នេះសង្ឃឹមថាយើងអាចប្រើផ្សែងដើម្បីដេញពួកវាចេញដើម្បីឲ្យយើងអាចគេងលក់ស្រួលនៅយប់នេះឥឡូវនេះកំពុងរៀបចំអាហារពេលល្ងាចយើងមានសាច់មួយដុំធំដែលរុំក្នុងក្រដាសអាលុយមីញ៉ូមហើយមានគ្រឿងផ្សំដូចជាអំបិលម្រេចនិងគ្រឿងទេសផ្សេងទៀតដែលសាមញ្ញបំផុតសម្រាប់ការចម្អិននៅទីនេះបាទចាសសោខ្ញុំបានស្លៀកឈុតមុជទឹក wetsuit របស់ខ្ញុំហើយព្រោះខ្ញុំកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីពួកមូសនៅទីនេះយើងមានត្រីដ៏ស្រស់ស្អាតរបស់យើងនៅទីនេះពួកយើងអស់កម្លាំងខ្លាំងណាស់បន្ទាប់ពីបានខំប្រឹងនេសាទយ៉ាងខ្លាំងហើយឥឡូវនេះយើងនឹងចាប់ផ្ដើមចម្អិនវាញ៉ាំតែម្ដងយើងមានត្រី snapper ដ៏ស្រស់ស្អាតមួយក្បាលដែលមានសាច់ល្អ Let's go. សាច់នេះទន់ហើយឆ្ងាញ់ណាស់ការបានញ៉ាំអាហារក្តៅបែបនេះពិតជាល្អហើយវានឹងផ្ដល់ថាមពលដែលយើងត្រូវការដើម្បីបន្តដំណើរឆ្ពោះទៅកាន់កោះ Virgin Islands នៅថ្ងៃស្អែកអរគុណសម្រាប់ថ្ងៃនេះណាបងប្អូនឥឡូវនេះយើងបានរៀបចំជំរំរួចរាល់ហើយសម្រាប់យប់ទី2នេះហើយថ្ងៃស្អែកនឹងក្លាយជាថ្ងៃដ៏សំខាន់មួយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅព្រឹកព្រលឹមសម្រាប់ថ្ងៃទី3ដែលនឹងក្លាយជាថ្ងៃដ៏ល្អបំផុតចាំជួបគ្នាពេលនោះណា